ក្នុងភ្នំផ្សារជាឋានសួគ៌ក្រោមមេឃកំពុងធ្វើការអភិវឌ្ឍនៅសេសរដូវនេះវាលស្មៅមានលក្ខណៈក្រៀមងាប់ប៉ុន្តែមានពន្លឺចាំងមកស្មៅពណ៌មាសភ្នំក្នុងផ្សារឬជាឋានសួគ៌ធម្មជាតិប្រសពមុំ3ភ្ជាប់ខេត្តកំពង់ស្ពឺកោះកុងនិងខេត្តពោធិ៍សាត់ភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជានិងជាតំបន់មួយដែលមានវាលស្មៅដ៏ស្រស់ស្អាតនិងទេសភាពដ៏ស្រស់ត្រកាលដែលបដូរភាពលេចធ្លោរបស់ខ្លួនទៅតាមរដូវកាលនៅសេសរដូវនេះវាលស្មៅមានលក្ខណៈក្រៀមងាប់ប៉ុន្តែនៅពេលមានពន្លឺចាំងមកចំស្មៅវាបានប្រែក្លាយទៅជាចែងចាំងប្រៀបទៅនឹងកម្រាលព្រំដែលមានពណ៌មាសយោងតាមមន្ទីរទេសចរខេត្តកំពង់ស្ពឺបានឲ្យដឹងថាទេសភាពព្រៃព្រឹកអមទៅដោយសំឡេងសត្វទួចស្រែករំដំគ្នាបានធ្វើឲ្យភ្ញៀវទេសចរដែលបានឡើងទៅដល់កំពូលភ្នំក្នុងផ្សារហើយបាត់អស់ទុកកង្វល់រសាយអស់ជាមួយបរិយាកាសធម្មជាតិខ្យល់បក់ប៉ះរាងកាយសម្លឹងមើលទៅឆ្ងាយបន្តិចពពកហោះកាត់ព្រៃចាំងក្រាជារសជាតិថ្មីមួយរហូតត្រូវបានទេសចរដែលបានទៅកំសាន្តប្រសិទ្ធនាមថាឋានសួគ៌ក្រៅមេញសម្រាប់អាហារយើងត្រូវត្រៀមអាហារក្រៀមទុកបានយូរនិងមានទម្ងន់ស្រាលដូចជាត្រីងៀនងៀតគោនិងសាច់ក្រកចំពោះអង្ករដាំបាយគឺទិញអ្នកភូមិនៅខាងក្រោមយកទៅលើភ្នំគួរត្រៀមមីកំប៉ុងនំប៉័ងត្រីខឬទឹកដោះគោគ្រីមកាហ្វេសម្រាប់អាហារពេលព្រឹងសម្រាប់ដាំស្លឬបរិភោគមិនចោតជាបញ្ហាទេដោយសារនៅទីនោះមានទឹកសមល្មមអាចប្រើប្រាស់បានទោះជារដូវប្រាំងក៏ដោយមន្ទីរទេសចរបានបន្តទៀតថានៅទីនោះក៏មានបន្ទប់តឹងនិងបង្គន់អនាម័យផងដែរដូច្នេះការបន្ទប់បង់និងងូតទឹកសម្អាតខ្លួនលែងជាបញ្ហាធំទៀតហើយដើម្បីធ្វើដំណើរទៅកាន់ទីនោះយើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ4ទៅកាន់ទីរួមខេត្តកំពង់ស្ពឺក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង1គីឡូយើងបត់តាមស្តុកតេឡាច្បារមនទៅស្ដាំប្រមាណ1គីឡូម៉ែត្រយើងនឹងឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅអូរ៉ាល់រួចហើយបត់ចូលតាមច្រកអូរ៉ាល់តាមបណ្ដោយផ្លូវជាតិលេខ44ប្រហែល50គីឡូម៉ែត្រនោះយើងនឹងដល់រង្វង់មូលផ្សារកន្ទួតដែលមានរូបដំរីឈរខាងលិចសាលាស្រុកអូរ៉ាល់រួចហើយយើងបន្តដំណើរទៅមុងតាមផ្លូវលំប្រមាណ35គីឡូម៉ែត្រទៀតដោយជិះកាត់តំបន់ទេទឹកពូនិងទំនប់តាសាល់យើងនឹងទៅដល់ភូមិលាក់កងជើងដែលជាមាត់ច្រកចិត្តជាងគេទៅកាន់កំពូលនៃភ្នំក្នុងផ្សារឋានសួគ៌ក្រៅមេឃហើយ